ការជក់បរិយការប្រើប្រាស់អាវេបនេះថ្ងៃបុណ្យសុខាភិបាលហើយដល់រាជវុធដាក់កោការគប់កមើលក្មេងៗតាមព័ត៌មានគឺសាសាឡាអីទៅគឺប្រើច្រើនធ្វើម៉េចគ្រប់គ្រងជាប់រឿងការប្រើប្រាស់អាវេបនេះប៉ុន្តែគេថាអាវេបនេះគឺវាអត់គ្រោះថ្នាក់ជាងបរិយព្រោះបរិយវាបើកផ្សែងចូលទៅវាកើតប៉ុន្តែឃើញការសិក្សាមួយចំនួនថ្ងៃមុនខ្ញុំឃើញរបាយការណ៍នៅក្នុងប្រព័ន្ធទូរទស្សន៍មួយគេភ្ជាប់ព្រោះនៅក្នុងអាវេបផ្សែងហ្នឹងក៏វាមានជាតិនីកូទីននេះអីមួយចំនួនដែលវាពាក់ព័ន្ធបាទហើយជាពិសេសក្មេងៗរបស់យើងសូមឲ្យស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានអីសូមបណ្ឌិតមើលដឹងជាពិសេសក្មេងៗសិស្សសាលាអីទេជក់វេបជក់អីច្រើនមិនចាំបាច់ហឺហារឿងជក់វេបទេបាទហឺហាប្រឡងយកលេខ1ដូចក្មួយនៅបៃវែងនៅស្អីរកបាទយកទីតេសអេឬមួយប្រឡងជាប់បាក់ដប់មិនបាច់ទីតេសអេក៏បានឲ្យទៅអ៊ីឲ្យតែម៉ែសុបាយចិត្តឲ្យយើងប្រឡងជាប់អាហ្នឹងល្បីខាត់ដល់វិញបាទអញ្ចឹងសូមមើលជាមួយនឹងគឺការជួបហើយថ្ងៃបុណ្យមានប្រទេសមួយនោះខ្ញុំទៅខ្ញុំអត់បច្ចេកវាក្រុមហ៊ុនវិស័យឯកជនគាត់ហើយរហូតទៅដល់រដ្ឋមន្ត្រីរបស់គាត់មកនិយាយជាមួយលោកជំទាវចោមនិមលសួរពីគោលការណ៍ដើម្បីមកផលិតបរិយាអគ្គិសនីនៅកម្ពុជាខ្ញុំថាមិនបាច់ទេបាទទោះបីផលិតនាំចេញក៏មិនបាច់ដែរបាទអត់ចាំបាច់ទេយើងមានជំរឿសរាប់ពាន់មុខដែលគេមកវិនិយោគអញ្ចឹងអត់មានបរិយគឺថាវិនិយោគផលិតបរិយាអគ្គិសនីនៅកម្ពុជាក៏កម្ពុជាបិទក្រដែរបាទយើងរើសអីដែលគួរឲ្យបោមកកគូផលិតស្អីផ្សេងអគ្គិសនីខ្ញុំស្វាគមន៍តែរឿងផលិតឬមួយផលិតសម្ភារៈណាមួយការគ្រប់គ្រងនេះខ្ញុំសូមឲ្យគោលការណ៍ហើយក៏បានឲ្យគោលការណ៍ទៅលោកជំទាវចោមនិមលគាត់ដឹងរួចទៅហើយក៏បានជូនទៅដឹងទៅគេវិញបាទមុនដំបូងថាអត់ច្បាស់យើងថាយើងចាំពិចារណាខ្ញុំប្រាប់ថាមិនបាច់ចាំពិចារណាប្រាប់តែហ្មងកម្ពុជាយើងអត់ធ្វើបានទេឲ្យគាត់រកប្រទេសផ្សេងចោះ